ទាំងប្រទេសកម្ពុជាគ្រួសារជាច្រើននៅតែប្រឈមមុខនឹងបញ្ហាប្រឈមភាពក្រីក្រការថែទាំសុខភាពមានកម្រិតឧបសគ្គចំពោះការអប់រំនិងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុប៉ុន្តែសូម្បីតែនៅក្នុងសហគមន៍ដាច់ស្រយាលបំផុតក្តីសង្ឃឹមកំពុងកើនឡើងតាមរយៈសេចក្តីមេត្តាករុណាភាពជាដៃគូនិងជំនឿក្នុងសកម្មភាពអត្រាកម្ពុជាកំពុងបម្រើមនុស្សជាតិដើម្បីឲ្យគេមានជីវិតស្របតាមព្រះハរតីព្រះជាម្ចាស់កម្ពុជាធ្វើការជាមួយសហគមន៍ងាយរងគ្រោះតាមតំបន់គោលដៅដើម្បីកែលម្អសុខភាពការអប់រំជីវភាពរស់នៅនិងភាពធន់សប្តាហ៍ថ្ងៃនេះអង្គការអន្តរកម្ពុជាកំពុងអនុវត្តគម្រោងចំនួន8នៅក្នុងខេត្តពោធិ៍សាត់កំពង់ធំព្រះវិហារនិងស្ទឹងត្រែងរួមគ្នាជាមួយដៃគូមកពីប្រទេសកាណាដាអូស្ត្រាលីនូវែលសេឡង់កូរ៉េខាងត្បូងសហរដ្ឋអាមេរិកនិងលើសពីនេះជីវិតកំពុងត្រូវបានផ្លាស់ប្ដូរជារៀងរាល់ថ្ងៃតាមរយៈគម្រោងយើងរួមគ្នាស្ត្រីក្មេងស្រីនិងសហគមន៍កំពុងទទួលបានចំណេះដឹងទំនុកចិត្តនិងការការពារនៅក្នុងសហគមន៍ដាច់ស្រយាលនិងជនជាតិដើមភាគតិចគ្រួសារកំពុងរៀនអំពីសុខភាពអាហារូបត្ថម្ភនិងសមភាព Gender បង្កើតអនាគតដែលមានសុវត្ថិភាពនិងមានសុខភាពល្អជាងមុនសួរលោកគ្រូនាងខ្ញុំឈ្មោះធឿបសុរិយាជាសិស្សរៀននៅសាលាអនុវិទ្យាល័យភ្នំត្បែង2ថ្នាក់ទី9មានអាយុ15ឆ្នាំបន្ទាប់ពីខ្ញុំបានរៀនសៀវភៅនេះហើយខ្ញុំទទួលចំណេះដឹងដូចជាយល់ដឹងពីជំងឺផ្សេងៗទាក់ទងនឹងសុខភាពបន្តពូជរបបអាហារនិងយល់ដឹងពីបរិស្ថានដែលអាចប៉ះពាល់ដល់សុខភាពបានជាខ្ញុំមានភាពក្លាហានជាងមុនព្រោះខ្ញុំបានរៀននៅសៀវភៅមេរោគសុខភាពនេះដែលគាត់បានពន្យល់យ៉ាងក្បាស់ក្បាយថែមទាំងយល់ពីសុខភាពផ្លូវភេទរបបអាហារអីផ្សេងៗលោកគ្រូខ្ញុំបានចែករំលែកទៅដល់មិត្តភ័ក្តិបងប្អូនសាច់ញាតិដូចជាការបរិភោគប្រៃច្រើនផ្អែមច្រើនវាអាចមានជំងឺផ្សេងៗពិសេសគ្រឿងកំប៉ុងវាមានជាតិស្ករខ្លាំងគម្រោងកាន់តែរឹងមាំពង្រឹងប្រព័ន្ធសុខាភិបាលនិងគាំទ្រដល់ស្ត្រីនិងក្មេងស្រីវ័យជំទង់ដែលរងផលប៉ះពាល់ដោយអំពើហិង្សាវិសមភាពនិងពិការភាពតាមរយៈការបណ្ដុះបណ្ដាលនិងការគាំទ្រពីសហគមន៍ប្រជាជនងាយរងគ្រោះកំពុងស្វែងរកការព្យាបាលសេចក្តីថ្លៃថ្នូរនិងក្តីសង្ឃឹមតាមរយៈគម្រោងវិថីឆ្ពោះទៅកាន់សុខភាពល្អប្រសើរសហគមន៍កំពុងរៀនពីរបៀបរស់នៅដែលមានសុខភាពល្អតាមរយៈអាហារូបត្ថម្ភលំហាត់ប្រាណការសម្រាកនិងទំនាក់ទំនងវិជ្ជមានគ្រួសារក៏កំពុងដាំសួនដំណាំផ្ទះបាយឆ្លាតវៃដែលផ្ដោតលើអាកាសធាតុដើម្បីកែលម្អសន្តិសុខស្បៀងនិងសុខុមាលភាពផងដែរអង្គការអត្រាកំពុងជួយសហគមន៍កសិកម្មពង្រឹងជីវភាពរស់នៅនិងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារសម្រាប់ប្រាក់ចំណូលប្រកបដោយចីរភាពតាមរយៈការឧបត្ថម្ភកុមារងាយរងគ្រោះទទួលបានការគាំទ្រផ្នែកអប់រំនិងឱកាសសម្រាប់អនាគតភ្លឺស្វាងរយៈពេលជាង1ទសវត្សរ៍មកហើយសាលាមត្តេយ្យគំរូប្រាសាទបានជួយកុមារនៅតាមជនបទឲ្យទទួលបានការអប់រំកុមារតូចប្រកបដោយគុណភាពក្នុងអំឡុងពេលឆ្នាំដ៏សំខាន់បំផុតនៃការអភិវឌ្ឍន៍
ក្រុមអ្នកស្ម័គ្រចិត្ត ADRA Connection ជាមួយដៃគូនិងអ្នកស្ម័គ្រចិត្តជុំវិញពិភពលោកអង្គការ ADRA ក៏គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ភាពជាអ្នកដឹកនាំយុវជននិងបទពិសោធន៍សិក្សាជាក់ស្ដែងដែលជំរុញការផ្លាស់ប្ដូររយៈពេលវែង